ដាក់មួយមន់មកត្រូវគ្នាបាត់ចាឥឡូវវគ្គមួយទៀតចូលវគ្គត្រីម្ដងតែកន្លែងផ្សេងគ្នាមិនកន្លែងតែមួយឯងអូត្រីសាម៉ុនអានេះស្គាល់យកឆ្អឹងចេញអស់ហើយហើយធ្វើនំប៉័ងទៀតចាគាត់ហ្នឹងញ៉ាំតែនំប៉័ងទេអាស៊ីគេញ៉ាំបាយចាប្រេងឆាមួយខ្ទឹមបារាំងឆាមួយម្ទេសខៀវម្ទេសក្រហមទេផ្លោកនេះខ្ទឹមដើមខ្ទឹមចានេះផ្សិតផ្សិតនឹងហាន់ម៉ត់ទៅផ្សិតក្រៀមនេះខ្ទឹមផ្លែទទឹមផ្លែទទឹមអានេះម្រេចលាបមួយនឹងត្រីសាម៉ុនមួយហ្នឹងហើយនឹងរោយផ្លែទទឹមហើយយកខ្សែចងហើយទុកសិនឥឡូវមកធ្វើនំប៉័ងម្ដងអាំងឥឡូវដាក់អាំងលើប្រទះថ្មមកចាគាត់ប្រើតែប្រទះថ្មហ្នឹងឯងឥឡូវយកអាំងបដាល្មៀឆ្អិនបាត់ហើយចាចឹងកាត់កង់មកចាហើយញ៉ាំមួយនំប៉័ងទឹមបារាំងចាឥឡូវគាត់ឆុងកាហ្វេវគ្គឆុងកាហ្វេម្ដងចាម៉ាស៊ីនឆុងកិនកាហ្វេគាត់ហើយចាចូលវគ្គថ្មីគឺញ៉ាំឆ្អឹងស្អីឆ្អឹងជនីគោហើយជ្រូកហើយគោហ្នឹងវាធំដែរខ្ញុំថាឆ្អឹងនេះជ្រូកនេះទឹមបារាំងទឹមសចាហាន់យកគ្នាមានអានេះអត់ស្គាល់ទេយ៉ាងគ្រឿងខាងបរទេសគាត់មានគ្រឿងអីច្រើនទេមានតែប៉ុណ្្នឹងចាមានតែស្ករម្រេចហើយនឹងអំបិលហ្នឹងតែប៉ុណ្្នឹងអានេះរុំអីស្លឹកអត់ស្គាល់ទេចាហើយគេដាក់ចូលក្នុងឆ្អឹងហ្នឹងមកហើយយកទៅដុតមិនបាច់ត្រូវការឡទេចានេះបាយហ៎មានញ៉ាំមួយបាយអានេះមុននំប៉័ងឥឡូវនេះបាយចាបានបាយមួយឥឡូវចូលវគ្គមួយទៀតនេះដលងប្រាំងស្ងោកាត់ស្ងោមកខ្ទឹមបារាំងចាអានេះឈីតាមមកទៅដាក់គោហើយម្សៅនេះធ្វើនំប៉័ងទៀតឥឡូវស្ងោដលងប្រាំងហើយគាត់លាយមួយគ្រឿងមួយញ៉ាំធ្វើស្នូលនំប៉័ងក៏មកទៀតគាត់យកទៅអាំងលើផ្ទះគាត់ឥឡូវដល់វគ្គសាច់មាន់អានេះសាច់មាន់សាច់ធូបលាបមួយម្សៅមួយពងមាន់មួយតិចនំប៉័ងយកទៅអាំងផ្លែឆ្អិនហើយបានញ៉ាំបាត់ហើយដឹងស្អីគាត់ហើយឥឡូវចូលវគ្គមួយទៀតលាងជ្រុញឈើយកមកច្រាមហើយបោះចោលហើយក៏យកថ្មមកដាក់លើភ្លើងកាត់ភ្លើងហើយជ្រុញច្រាមគ្រឿងលាយមួយសាច់ច្រាមហ្នឹងហើយនំប៉័ងទៀតធ្វើនំប៉័ងទឹមបារាំងអត់ចោលទេមានទឹមបារាំងរហូតនេះណាស្លឹកអីគេនេះអត់ស្គាល់ទេដូច parsley អាណាប៉ាំងមកវាយឲ្យតប៉ែតឲ្យយកទៅអាំងឈើដោតសាច់ឲ្យយកទៅអាំង